ស្វាគមន៍មកកាន់ Channel KT Online Education នៅក្នុងមេរៀនទី 2 ដែលមានចំណងជើងថាចំនួនទស្សភាគនេះកាលពីវីដេអូវគ្គ1លើ5មុនយើងបានរៀនអំពីអំណាចនិងសំណេរចំនួនទស្សភាគថ្ងៃនេះយើងមករៀនវគ្គ2លើ5វិញម្ដងអំពីខ្ទង់និងតម្លៃលេខតាមខ្ទង់ហើយតើតម្លៃលេខតាមខ្ទង់ក្នុងចំនួនទស្សភាគខុសពីតម្លៃលេខតាមខ្ទង់ក្នុងចំនួនគត់យ៉ាងដូចម្ដេចខ្លះចូលតាមដានទាំងអស់គ្នាតើតួលេខនីមួយៗនៃចំនួន 36.458 មានតម្លៃដូចម្ដេចដើម្បីដឹងតម្លៃតួលេខនីមួយៗយើងត្រូវដឹងអំពីផ្នែកនិងខ្ទង់សម្រាប់ចំនួនទស្សភាគជាមុនសិនទី1ផ្នែកសញ្ញាចំណុចដែលនៅចំកណ្ដាលរវាងផ្នែកទស្សភាគដែលនៅខាងស្ដាំនិងផ្នែកគត់ដែលនៅខាងឆ្វេងទី2ខ្ទង់ខាងផ្នែកទស្សភាគគេរាប់ពីឆ្វេងទៅស្ដាំគឺខ្ទង់ភាគ10ខ្ទង់ភាគរយនិងខ្ទង់ភាគពាន់រីឯខ្ទង់ខាងផ្នែកគត់គេរាប់ពីស្ដាំទៅឆ្វេងគឺខ្ទង់រាយខ្ទង់10និងខ្ទង់រយរហូតដល់ខ្ទង់ពាន់ខ្ទង់ម៉ឺនខ្ទង់សែននិងខ្ទង់លានជាបន្តបន្ទាប់ហើយចំនួន 36.458 ត្រូវតម្រៀបទៅតាមខ្ទង់បែបនេះតម្លៃលេខតាមខ្ទង់លេខ3នៅខ្ទង់10មានតម្លៃ3គុណនឹង10ស្មើនឹង30លេខ6នៅខ្ទង់រាយមានតម្លៃ6គុណនឹង1ស្មើនឹង6លេខ4នៅខ្ទង់ភាគ10មានតម្លៃ4គុណនឹង1លើ10ស្មើនឹង 0.4 ឬ4គុណនឹង 0.1 ស្មើនឹង 0.4 លេខ5នៅខ្ទង់ភាគរយមានតម្លៃ5គុណនឹង1លើ100ស្មើនឹង 0.05 ឬ5គុណនឹង 0.01 ស្មើនឹង 0.05 លេខ8នៅខ្ទង់ភាគពាន់មានតម្លៃ8គុណនឹង1លើ1000ស្មើនឹង 0.008 ឬ8គុណនឹង 0.001 ស្មើនឹង 0.008 គេអាចសរសេរជាទម្រង់ពង្រាយដូចខាងក្រោមចំនួនទស្សភាគមានសញ្ញាចំណុចដែលនៅចំកណ្ដាលរវាងផ្នែកទស្សភាគដែលនៅខាងស្ដាំដែលគេរាប់ខ្ទង់ភាគ10ខ្ទង់ភាគរយនិងខ្ទង់ភាគពាន់ពីឆ្វេងទៅស្ដាំនិងផ្នែកគត់ដែលនៅខាងឆ្វេងដែលគេរាប់ខ្ទង់រាយខ្ទង់10និងខ្ទង់រយពីស្ដាំទៅឆ្វេងរហូតដល់ខ្ទង់ពាន់ខ្ទង់ម៉ឺនខ្ទង់សែននិងខ្ទង់លានជាបន្តឥឡូវយើងនាំគ្នាមកយកចិត្តទុកដាក់ធ្វើលំហាត់ទាំងអស់គ្នាលំហាត់ទី1ចូលបំពេញចន្លោះខាងក្រោមគេឲ្យចំនួន 183.5145សូមចំណាំលេខមានសញ្ញាចំណុចគឺជាចំនួនទស្សភាគហើយតើផ្នែកខាងណានៃសញ្ញាចំណុចជាចំនួនគត់ចាស់គឺផ្នែកខាងឆ្វេងចូលចំណាំថាខាងផ្នែកគត់បើខ្ទង់រាយត្រូវគុណនឹង1បើខ្ទង់10ត្រូវគុណនឹង10បើខ្ទង់រយត្រូវគុណនឹង100យកទេបើអញ្ចឹងលេខ1នៅខ្ទង់រយមានតម្លៃស្មើនឹង1គុណនឹងប៉ុន្មានត្រូវហើយគឺ1គុណនឹង100ហើយស្មើនឹង100ចូលមើលលេខ5មួយវិញមានអ្នកណាអាចដឹងទេថាតើលេខ5មួយស្ថិតនៅខ្ទង់ណាធ្វើម៉េចបានដឹងច្បាស់ចាំតារាងបានទេនៅក្នុងមេរៀនយើងមានតារាងយកមកដាក់យើងនឹងដឹងហើយថាលេខណានៅក្នុងខ្ទង់ណានោះឃើញថាលេខ5មួយគឺនៅខ្ទង់ភាគ10ត្រូវចំណាំខាងផ្នែកទស្សភាគខ្ទង់ភាគ10ត្រូវគុណនឹង1លើ10ខ្ទង់ភាគរយត្រូវគុណនឹង1លើ100ខ្ទង់ភាគពាន់ត្រូវគុណនឹង1លើ1000ដូចនេះលេខ51នៅខ្ទង់ភាគ10ត្រូវគុណនឹង1លើ10ស្មើនឹង 0.51 រីឯលេខ4នៅខ្ទង់ភាគរយត្រូវគុណនឹង1លើ100ស្មើនឹង 0.04 ខ្ញុំសូមអរគុណដែលចុចមេដៃនិង Subscribe ហើយសូមជួយចុច Share ដើម្បីចែករំលែកមេរៀនទៅឲ្យមិត្តភ័ក្តិនិងកុមារដទៃទៀតបានស្វែងរៀនសូត្រផងបើការបកស្រាយលំហាត់ទី1នេះនៅមិនទាន់យល់សូមជួយ Comment នៅខាងក្រោមដើម្បីអ្នកគ្រូបន្តធ្វើការពន្យល់បន្ថែមទៀតឥឡូវយើងមកបន្តទៅលំហាត់ទី2ទៀតតោះចូលប្រាប់ខ្ទង់និងតម្លៃលេខដែលគូបន្ទាត់ពីក្រោមការប្រាប់ខ្ទង់និងតម្លៃលេខតាមខ្ទង់សម្រាប់ចំនួនគត់ត្រូវបានបកស្រាយពន្យល់កាលពីមេរៀនទី1បើចង់ត្រឡប់ទៅមើលមេរៀនទី1នោះគ្រាន់តែចុចលើរូប Profile Channel KT Online Education នេះទៅនឹងអាចមើលមេរៀនគណិតវិទ្យាជាចម្រើននៅទីនោះតើតម្លៃលេខតាមខ្ទង់ក្នុងចំនួនទស្សភាគមានអ្វីដែលខុសពីតម្លៃលេខតាមខ្ទង់ក្នុងចំនួនគត់តោះយើងបន្តលំហាត់ទី2ទៀតចំណុចក 2.135 តើលេខ3ដែលគូបន្ទាត់ពីក្រោមនេះស្ថិតនៅក្នុងខ្ទង់អ្វីហើយមានតម្លៃស្មើនឹងប៉ុន្មានតើអ្នកណាអាចឆ្លើយបានខ្ទង់អ្វីយើងគ្រាន់តែយកតារាងនៅក្នុងមេរៀនមកដាក់លើចំនួននេះទៅយើងនឹងដឹងហើយថាតើលេខ3ស្ថិតនៅក្នុងខ្ទង់អ្វីដូចនេះយើងឃើញថាលេខ3ស្ថិតក្នុងខ្ទង់ភាគរយនៃផ្នែកទស្សភាគនៅចាំបានទេ
នៅក្នុងមេរៀនបើលេខណាស្ថិតក្នុងខ្ទង់ភាគ10លេខនោះត្រូវគុណនឹង1លើ10បើស្ថិតក្នុងខ្ទង់គៀប100ត្រូវគុណនឹង1លើ100បើខ្ទង់ក្នុងភាគពាន់ត្រូវគុណនឹង1លើ1000យើងឃើញថាលេខ3នៅខ្ទង់ភាគរយមានតម្លៃ3គុណនឹង1លើ100គឺ3គុណនឹង1ជាភាគយកស្មើនឹង3ហើយចែកនឹង100ជាភាគបែងស្មើនឹង 0.03 តើចម្លើយនេះត្រឹមត្រូវដែរទេបន្តទៅចំណុចខទៀតលេខ2ស្ថិតក្នុងខ្ទង់ភាគ10ត្រូវគុណនឹង1លើ12គុណនឹងលេខ1ជាភាគយកស្មើនឹង2ហើយចែកនឹង10ជាភាគបែងត្រូវស្មើនឹង 0.2 ចំណុចគោលលេខ5ស្ថិតក្នុងខ្ទង់ភាគពាន់ត្រូវគុណនឹង1លើ1005គុណនឹងលេខ1ជាភាគយកស្មើនឹង5ហើយចែកនឹង1000ជាភាគបែងត្រូវស្មើនឹង 0.005 វីដេអូភាគទី1លើ5អំពីអំណាងនិងសំណេរចំនួនទស្សភាគនៃមេរៀនទី2នេះដែរក៏មានពន្យល់អំពី5ចែកនឹង1000ស្មើនឹង 0.005 ដោយរបៀបណាដូចនេះសូមចូលទៅមើលការពន្យល់អំពីវិធីចែកមួយចំនួននឹង1000នៅក្នុងវីដេអូនោះយើងចូលមកលំហាត់ខលេខ0ស្ថិតក្នុងខ្ទង់ភាគរយខាងផ្នែកសភាគមានតម្លៃស្មើនឹង0គុណនឹង1លើ100 0គុណនឹង1ជាភាគយកស្មើនឹង0ហើយយកទៅចែកនឹង100ស្មើនឹង0ងលេខ5ស្ថិតក្នុងខ្ទង់រាយខាងផ្នែកគុតមានតម្លៃ5គុណនឹង1ស្មើនឹង5ចលេខ7ក្នុងខ្ទង់ភាគពាន់ខាងផ្នែកទស្សភាគមានតម្លៃ7គុណនឹង1លើ1000យើងបាន7គុណនឹង1ជាភាគយកស្មើនឹង7ហើយ7នេះចែកនឹង1000ជាភាគបែងស្មើនឹង 0.007 ស្ដាប់ការពន្យល់នេះទាន់ទេបើមិនទាន់សូមកុំភ្លេច comment នៅខាងក្រោមយើងបន្តមកដល់លំហាត់ឆលេខ0ក្នុងខ្ទង់ភាគ10ខាងផ្នែកទស្សភាគមានតម្លៃ0គុណនឹង1លើ10ស្មើនឹង0ចូលលេខ7ក្នុងខ្ទង់ភាគរយខាងផ្នែកទស្សភាគមានតម្លៃ7គុណនឹង1លើ100ស្មើនឹង 0.007 ការបកស្រាយនិងពន្យល់អំពីការធ្វើលំហាត់នៅក្នុងមេរៀនទី2ភាគ2លើ5ស្ដីអំពីខ្ទង់និងតម្លៃលេខតាមខ្ទង់នេះបានមកដល់ទីបញ្ចប់ហើយខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់តាមដានមេរៀនថ្ងៃនេះសូមកុំភ្លេចចុចមេដៃនិងចុច Subscribe ដើម្បីទទួលបានមេរៀនជាបន្តទៀតនិងសូម comment រាល់ការមានយោបល់និងចម្ងល់កុំភ្លេចចុច Share ចែករំលែកដល់មិត្តភ័ក្តិនិងកុមារដទៃទៀតបានស្វ័យសិក្សាផងជួបគ្នានៅមេរៀនទី2ដដែលនេះនៅវគ្គទី3បន្ទាប់ស្ដីអំពីចំនួនទស្សភាគមានតម្លៃស្មើគ្នាសូមអរគុណ